ចាសសូមជម្រាបសួរបងទាំងអស់គ្នាលើកនេះខ្ញុំសូមបង្ហាញជូនពីរបៀបនៃការជ្រើសរើសប្រអប់បាយដើម្បីខ្ចប់ឲ្យកូនយកទៅសាលាហើយការជ្រើសរើសប្រអប់បាយនេះផងដែរគឺយើងជ្រើសរើសទៅតាមគោលបំណងដែលយើងចង់បានសម្រាប់នាងខ្ញុំគឺនាងខ្ញុំចង់បានប្រអប់បាយដែលទូចហើយនឹងស្រាលហើយនឹងមានរូបរាងឬក៏កន្លែងក្លុកដែលដាក់បាយនេះរាងសាមញ្ញចាសនាងខ្ញុំចង់បានប្រអប់បាយរបស់កូនដែលមានរូបរាងសាមញ្ញគឺដើម្បីងាយស្រួលលាងហើយក៏ដើម្បីឲ្យបានប្រអប់ទូចដើម្បីងាយស្រួលដាក់ចូលទៅក្នុងកាតាបរបស់កូនព្រោះខ្ញុំមកចង់ឲ្យកាតាបរបស់គាត់ធ្ងន់ពេកទេហើយក៏អត់ចង់ឲ្យគាត់កាន់កាតាបបាយកាតាបសម្រាប់ដាក់ទៅសាលាផ្សេងកាបូបបាយផ្សេងដែរគឺចង់ដាក់ជាមួយនឹងកាបូបសៀវភៅតែម្ដងចាហើយប្រអប់ដែលនេះខ្ញុំប្រើជាប្រចាំជារៀងរាល់ថ្ងៃគឺមាន2គូគឺប្រអប់ពណ៌ស្វាយហើយនឹងប្រអប់ពណ៌ស្វាយថ្លាមួយគូហើយប្រអប់ពណ៌បៃតងមានផ្កាហើយនឹងប្រអប់ពណ៌បៃតងរាងថ្លានេះដាក់ជាគូជាមួយគ្នាដោយសារមានប្រអប់បាយមួយហើយនឹងប្រអប់នំអាហារសម្រន់សម្រាប់ញ៉ាំនៅពេលចេញលេងមួយចាហើយនេះខ្ញុំក៏មានប្រអប់3ផ្សេងទៀតដែរគឺប្រអប់ដែកពណ៌ដែកនេះហើយនឹងប្រអប់ពណ៌ស្វាយហើយនឹងប្រអប់មូលពណ៌លឿងនោះផងដែរហើយនេះខ្ញុំអត់សូវប្រើច្រើនទេគឺនឹងខ្ញុំចាំដល់កូនគាត់រៀងធំបន្តិចដើម្បីប្រើប្រអប់នេះដោយសារប្រអប់ទាំងនេះគឺរៀងធ្ងន់ធំហើយពិបាកដាក់ចូលក្នុងកាតាបសៀវភៅរបស់គាត់ចាហើយបើមើលប្រអប់ពណ៌ស្វាយនេះគឺមានក្លុកចំនួន5ក្លុកហើយមានការដោះចេញដោះចូលច្រើនធ្វើឲ្យការលាងសម្អាតគឺពិបាកដូច្នេះហើយនេះខ្ញុំអត់សូវប្រើទេហើយចំណែកប្រអប់មូលនេះគឺមានកម្រាស់ក្រាស់ដូច្នេះហើយត្រូវការម្ហូបច្រើនដើម្បីទៅបំពេញប្រអប់នេះចាហើយការជ្រើសរើសប្រអប់នេះផងដែរគឺយើងគិតទៅលើកត្តាមួយទៀតគឺការបើកបិទរបស់កូនគឺដោយសារដៃរបស់កូននៅតូចដូច្នេះហើយយើងព្យាយាមទិញប្រអប់ណាដែលមានកលឹះឆ្កឹះឡាយឆ្កឹះភ្លាមបានបើកបានភ្លាមដូច្នេះហើយសម្រាប់ដៃរបស់កូនក្មេងដែលគាត់នៅមានកម្លាំងតិចគាត់អាចបើកបិទទៅខ្លួនឯងបានដោយសារនៅសាលាយើងពិបាករកមនុស្សមកជួយបិទបើកបាយប្រអប់ឲ្យកូនដូច្នេះហើយយើងប្រើប្រអប់ដែលងាយបិទបើកចាមុននឹងនាងខ្ញុំបានប្រើប្រអប់ដែលមានកលឹះឆ្កឹះបិទបើកងាយស្រួលបែបនេះគឺនាងខ្ញុំធ្លាប់ប្រើប្រអប់ប្រភេទផ្សេងពីនេះដែលមានលក្ខណៈតឹងអត់មានកលឹះទេគឺយើងត្រូវទាញបើកដោយប្រើកម្លាំងច្រើនដើម្បីបើកប្រអប់នេះបានដូចនៅក្នុងវីដេអូនេះយ៉ាងដូចនេះដែរគឺកូននេះខ្ញុំគាត់មានការលំបាកក្នុងការបើកប្រអប់ហើយគាត់ធ្វើឲ្យកំពុកម្ហូបដោយចៃដន្យដោយការប្រឹងទាញបើកប្រអប់ខ្លាំងពេកនៅសាលាជាច្រើនដងដូច្នេះហើយនាងខ្ញុំព្យាយាមស្វែងរកប្រអប់ណាដែលមានកលឹះឆ្កឹះស្រួលឆ្កឹះបើកដោយខ្លួនឯងសម្រាប់កូនប្រើចាហើយរបស់របរទូចៗផ្សេងទៀតដែលនាងខ្ញុំប្រើគឺមាន silicone cup ដែលសម្រាប់ខាន់ម្ហូបដាក់ឲ្យដាច់ពីគ្នានៅក្នុងប្រអប់ហើយនឹង cookie cutter ជារាងផ្ការាងបេះដូងរាងផ្កាយមួយចំនួនសម្រាប់កាត់បន្លែនិងផ្លែឈើដើម្បីតែងលម្អបាយប្រអប់ចាហើយការរៀបចំបាយប្រអប់ដាក់ក្នុងប្រអប់ដែលមានលក្ខណៈរាងសាមញ្ញប្រអប់រាងសាមញ្ញអត់មានក្លុកច្រើនកន្លែងបែបនេះគឺទាមទារឲ្យយើងចេះសៀតម្ហូបឲ្យបានល្អគឺមិនតឹងពេកមិនធូរពេកដើម្បីកុំឲ្យម្ហូបរំកិលនៅក្នុងបាយនៅពេលដែលធ្វើដំណើរពីផ្ទះទៅសាលាចាបន្ទាប់ពីរៀបចំបាយចូលក្នុងប្រអប់ឲ្យមានលំនឹងបានល្អហើយគឺយើងបិទប្រអប់បន្ទាប់មកគឺយើងដាក់ចូលទៅក្នុងកាបូបសម្រាប់ដាក់ប្រអប់បាយនេះគឺកាបូបនេះគឺធ្វើឲ្យប្រអប់នេះនៅឈរដដែលទោះបីជាយើងដាក់នៅក្នុងកាបូបសៀវភៅរបស់កូនក៏ដោយហើយបន្ទាប់មកគឺយើងដាក់ ice pack តែនេះគឺជាបន្ទះត្រជាក់ដែលមានទឹកកកនៅក្នុងនេះធ្វើឲ្យម្ហូបនៅរក្សាគុណភាពបានយូរជាពិសេសគឺខែក្តៅចាសង្ឃឹមថាវីដេអូនេះនឹងផ្ដល់ជាគន្លឹះមួយចំនួនក្នុងការសម្រេចចិត្តជ្រើសរើសប្រអប់បាយដែលសមស្របទៅតាមគោលបំណងដែលបងចង់បាននិងទៅតាមតម្រូវការជាក់ស្ដែងរបស់កូនចាសសូមអរគុណសូមជម្រាបលា